ចាសួស្តីបងប្អូនថ្ងៃនេះគឺថាបានមកញ៉ាំប៊ូហ្វេនៅហាងប៉ុកទុយកាល់តែមកហាងប៉ុកទុយកាល់ប៉ះចំកម្មវិធីបងហាងប្រេស៊ីលអញ្ចឹងបានពីប្រទេសដែរមកហាងប៉ុកទុយកាល់ជួបក្រុមកម្មវិធីគេខាងប្រេស៊ីលអញ្ចឹងនៅនេះគឺប៊ូហ្វេគេមានម្ហូបបារាំងខ្លះទៅខាងមានម្ហូបប្រេស៊ីលខ្លះហើយនឹងប៉ុកទុយកាល់ខ្លះអញ្ចឹងទៅហើយបើយើងនិយាយទៅដូចជាគេហៅថាម្ចាស់ហាងហ្នឹងគឺជនជាតិប៉ុកទុយកាល់អញ្ចឹងអ្នកដែលគាត់មកញ៉ាំក៏ភាគច្រើនជាប្រជាជនប៉ុកទុយកាល់ដែរហើយមិនខុសពីខាងខ្មែរយើងដែលយើងមានកម្មវិធីទៅរេស្តូរ៉ង់របស់ខ្មែរអញ្ចឹងទៅគឺអ្នកដែលទៅសិតតែខ្មែរអញ្ចឹងទាំងម្ចាស់ហាងនិងអ្នកដែលទៅហ្នឹងគឺស្គាល់គ្នាស្និទ្ធស្នាលដោយសារថាអាសាទៅហើយក៏គិតថាពេលទៅដល់ហាងដូចយើងបានទៅស្រុកខ្មែរឬក៏គេបានទៅប៉ុកទុយកាល់អីអញ្ចឹងគាត់ថាកម្មវិធីថ្ងៃនេះគឺគេធ្វើប្រេស៊ីលគេហៅកម្មវិធីប្រេស៊ីលអញ្ចឹងមានការសម្ដែងមានអីលក្ខណៈបង្ហាញសូវអីដូចប្រពៃណីខាងប្រេស៊ីលគេមកសម្ដែងអញ្ចឹងណាបងប្អូនហើយនៅអាហារប៊ូហ្វេគេនេះគឺថាខ្ញុំញ៉ាំបានតែគ្រឿងសមុទ្រហើយនឹងខ្យងខ្ចៅនឹងទេអត់ទៅណាឆ្ងាយពីអាគ្រឿងអស់ហ្នឹងទេដល់ពេលមកហូបគេផ្សេងទៀតនិយាយទៅឃើញមើលទៅតំណងប៉ុន្តែវាដូចជាយើងអត់ឲ្យយើងចង់ញ៉ាំអញ្ចឹងញ៉ាំបានតែមុខម្ហូបតែទៅគ្រឿងសមុទ្រហ្នឹងហើយនៅខាងម្ហូបប្រេស៊ីលហើយប៉ុកទុយកាល់គេនេះវាស្តៀងទៅជាមួយខាងអ្នកដែលប៉ែអឺរ៉ុបវាអត់សូវខុសគ្នាប៉ុន្មានទេហើយនេះចម្លែកជាងគេមានកញ្ចៀកជ្រូកខ្ញុំឆ្ងល់មែនតើឆ្ងល់ថាមិនគេញ៉ាំកញ្ចៀកជ្រូកដែរធម្មតាខ្ញុំចង់ញ៉ាំកញ្ចៀកជ្រូកតើទៅសាអាស៊ីសម្បីតែសាអាហ្គាំងមានលក់តែតើតាអ្នកហ្នឹងគាត់អាស៊ីដែរមិនទិញញ៉ាំហើយដល់ពេលឥឡូវមកប៊ូហ្វេគេនេះមានកញ្ចៀកជ្រូកដែរដល់ចឹងរីឆ្ងល់បន្តិចហើយនេះគេបង្ហាញសូលខាងប្រេស៊ីលហ្នឹងហើយខ្ញុំទៅថ្ងៃនោះគឺថាដោយសារថាពុកម៉ាក់គ្រួសារខ្ញុំគាត់ស្គាល់ម្ចាស់ហាងហ្នឹងហើយគាត់ក៏ជំនឿចិត្តប៉ុកទុយកាល់ដែរអញ្ចឹងក៏ទៅញ៉ាំជុំគ្នាលេងអញ្ចឹងទៅហើយទៅហ្នឹងគឺថាលក្ខណៈដូចគ្រួសារអញ្ចឹងអ្នកដែលទៅហ្នឹងគឺស្គាល់គ្នាមកហាងហ្នឹងគឺស្គាល់គ្នាសឹងសងដោយសារថាពួកគាត់អាសាទៅគេថាឃ្លាមហូបប៉ុកទុយកាល់គឺទៅរេស្តូរ៉ង់នឹងតែមកអញ្ចឹងទៅអ្នកដែលទៅសិតតែស្គាល់គ្នាសឹងមកហាងស្គាល់គ្នាទាំងអស់ហើយនេះខាងប្រេស៊ីលគេបង្ហាញអញ្ចឹងអ្នកដែលគាត់ធ្លាប់មើលបាល់ទាត់គឺឃើញហើយខាងប្រេស៊ីលគឺលបាំហ្នឹងហើយខាងកូតបកញ្ញាអីអញ្ចឹងអានេះគេហៅប្រពៃណីគេបងប្អូនដូចយើងអប្សរាអីអញ្ចឹងទៅហើយនេះខាងប្រេស៊ីលគេអត់ភ្លេចទេអាស្គរវាយនឹងដៃហ្នឹងដូចនេះអញ្ចឹងអ្នកដែលមើលបាល់ទាត់គឺធ្លាប់ឃើញហើយគឺធ្លាប់ឃើញអ្នកដែលគាត់វាយអាស្គរហ្នឹងហើយភ្លេងហ្នឹងគឺដូចអ្នកដែលគាត់ដូចក្នុងកម្មវិធីFootball គេអញ្ចឹងណាចាហើយនេះស្គាល់គ្នាសិនអស់ហើយខ្ញុំថ្ងៃនោះវាអត់បានធ្វើខ្លួនទេដោយសារគិតថាចេះទៅញ៉ាំប៊ូហ្វេធម្មតាពុំបានចាប់អារម្មណ៍ថាគេធ្វើកម្មវិធីលក្ខណៈអញ្ចឹងដែរតែឥឡូវដឹងហើយចាំថ្ងៃក្រោយរៀន make up បន្តិចហើយអត់បានថតខ្លួនឯងទេដោយសារកាមេរ៉ាមែនហ្នឹងមិនសូវចូលចិត្តកាន់កាមេរ៉ាថតទេអញ្ចឹងយើងភាគច្រើនគឺឃើញតែអ្នកដទៃអត់ដែលឃើញខ្លួនឯងទេហើយពេលកាន់មួយ selfie ទៅវាថតវីដេអូ selfie វាដូចអត់នេះវាឆ្កងវិញដល់អញ្ចឹងអត់ដែលបានថតខ្លួនឯងទេបងប្អូនហើយនេះគេចាប់ផ្ដើមអ្នកដែលធ្វើកម្មវិធីហ្នឹងគាត់ធ្វើមិនឲ្យសម័យទាំងអស់គ្នាណាអញ្ចឹងទៅក៏នាំគ្នាមកលេងក្នុងហាងទៅអញ្ចឹងអត់មានអ្នកណាប្រកាន់អីទេដោយសារក្នុងហាងនេះគេស្គាល់គ្នាស្និទ្ធស្នាលអស់ហើយសិតតែអ្នកស្រុកទៅចាបងប្អូនហើយខ្ញុំអត់មានអីទេគាត់ថាមកយ៉ាប៊ូហ្វេហើយមើលការសម្ដែងគេអញ្ចឹងទៅថ្ងៃនោះគឺថាទៅដល់ផ្ទះវិញម៉ោង2យប់តម្រាំតាំងគេចប់ហើយយើងត្រូវនៅអង្គុយជែកគ្នាលេងហើយរៀងឆ្ងាយដែរជាងចង់1ម៉ោងជាងដល់អញ្ចឹងទៅមកទៅដល់ផ្ទះម៉ោង2យប់បានគេងចាបងប្អូនអរគុណច្រើនខ្ញុំមានវីដេអូតែប៉ុណ្្នឹងទេក្រៅOuais, coupe et tu remets. Elle a rien à foutre, c'est pas toi qui as touché. Coupe et tu remets, tu vois, ça.